bạn xu xây bom bồn đó thế thay vì thêm trên người ta thay mới tiết tại tôn từngการlê chấm lấy món bom phòn món làm bay ao về chập thống thòn ló haiอายุจะปีมาแขกละล้านเติมมันจะเอาสีบานហើយដោយសារតែខ្ញុំមកយកនេះខ្ញុំរវល់ការងារច្រើនពេកអញ្ចឹងខែ2ខែមកខ្ញុំចេញមកវីដេអូណាច្រើនរវល់ពេកទី1យើងត្រូវមានចោះអាសូឡាបងប្អូនត្រូវដាក់4-5គីឡូទៅខ្ញុំអត់ថ្លឹងទេហើយទី2ត្រូវមានចំណីមន់ធំខ្ញុំក៏ថ្លឹងដែរដោយសារតែយើងលេស្មានទៅព្រោះនេះយើងអត់ប្រកាន់ថាដាក់1គីឡូដើម្បីយក1000មន់ដើម្បីឲ្យវាឆាប់ធំធាត់ល្អណាហើយពិសេសមួយទៀតគឺស្រូវបណ្ដោះហ្នឹងបងប្អូនត្រូវបណ្ដោះឲ្យវាពោប្រឡក់មកសដូចខ្ញុំអញ្ចឹងអាហ្នឹងវាជួយប្រូតេអ៊ីនមន់បានច្រើនណាស់ដើម្បីយើងឲ្យមន់ធំធាត់ល្អហើយសាច់ណែនល្អលឿងល្អទៀតណាអញ្ចឹងបងប្អូនឲ្យចំបែបហ្នឹងចំណេញថវិកាយើងច្រើនដែរភាសាយើងអត់សំចំណេញច្រើនទេយើងសំតែប៉ុណ្ណឹងណាចឹងក្នុងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលចង់បំពន់មន់ពីអាយុមួយខែកន្លះរហូតដល់លក់ណាអញ្ចឹងបងប្អូនសូវបដោតត្រូវបងប្អូនដាក់បានច្រើនចកសូឡាបងប្អូនដាក់លំមបានហើយចំណីមន់ធំដាក់លំមដែរបានហើយបងប្អូនមើលលីលក់តាមមន់បងប្អូនតិចរីមន់បងប្អូនច្រើនទៅមួយក្លឹងគីឡូក៏បានដែរណាមកវាស៊ីអស់កុំនៅសល់នៅក្នុងស្នូកចឹងបងប្អូនដាក់តាមហ្នឹងទៅអានេះយើងលេឲ្យវាមាត់ច្បល់ចូលគ្នាឲ្យមាត់ឲ្យវាចូលគ្នាបានសពល្អទៅហើយចាំយើងយកទៅដាក់នៅក្នុងស្នុកឲ្យមាន់ស៊ីមួយថ្ងៃឲ្យវាស៊ី2ដងពេលព្រឹកក្នុងពេលល្ងាចឲ្យស៊ីមួយឆ្អែតទៅគឺអត់បញ្ហាទេភាសាស្រូវបណ្ដោះយើងត្រាំវាប្រឡូកមកមាន់ចូលចិត្តស៊ីណាអញ្ចឹងយើងលេប្រភេទបែបហ្នឹងយើងត្រាំស្រូវបន្តរហូតមួយថ្ងៃទៅមួយថ្ងៃយើងដួសប្រហែលយើងត្រាំប៉ុណ្ណឹងទៅវិញណាដើម្បីឲ្យវាស៊ីប្រដាក់គ្នាបានបណ្ដោះស្រូវបណ្ដោះរហូតអញ្ចឹងមកអាយុពីមួយខែកន្លះឡើងទៅគឺវាចាប់ផ្ដើមស៊ីបន្លែហើយអញ្ចឹងបងប្អូនត្រូវចេះលេចំណីប្រភេទបែបហ្នឹងដើម្បីឲ្យមាន់យើងធំធាត់ល្អហើយទូអត់ស្រួចណាទូមូលល្អហើយសាច់លឿងល្អក៏ហមល្អទៀតអញ្ចឹងហើយសុខភាពមាន់ក៏ល្អតាមនឹងដែរដោយសារតែវាស៊ីចំណីបានគ្រប់គ្រាន់ហើយនឹងមានប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់ចំរាងកាយរបស់វាអញ្ចឹងបងប្អូនត្រូវតែធ្វើទៅពិសេសត្រូវបណ្ដោះណាត្រូវបណ្ដោះបងប្អូនដាក់វាបានល្អបណ្ដោះវាបានល្អទៅដោយសារតែខ្ញុំអត់មានពេលវេលាសម្រាប់បង្រៀនបងប្អូនដែលต้องការបណ្ដោះស្រូវណាចាំនឹងឆ្លៀតពេលវេលាចេញវីដេអូមួយដែលតងទៅនឹងការបណ្ដោះស្រូវបានល្អណាហើយបងប្អូននោះដាក់ស្នូកទៅហើយយកទៅដាក់ឲ្យវាស៊ីតាមត្រង់មួយទៅដោយសារតែខ្ញុំចំមន់លើត្រង់គឺខ្ញុំអត់ចំឡៃទេដោយសារតែជើងស្រួលគ្រប់គ្រងវាត្រង់នេះគឺអាយុបាន2ខែកន្លះគឺខ្ញុំដាក់ឲ្យវាស៊ីនេះគឺបាន2ខែកន្លះហើយសនោះកូនមន់ពូជទេខ្មៅហ្នឹងកូនមន់ស្រែណាព្រោះខ្ញុំចង់ពីប្រភេទឥឡូវមន់ពូជនិងមន់ស្រែទីទៀតខ្ញុំផ្លាច់ពូជមន់ស្រែចេញខ្ញុំដាក់មន់ពូជសុទ្ធហើយដោយសារតែការងារវាមានពេកគឺអត់មានពេលវេលាចាំមន់ស្រែទេគឺមានពេលវេលាចាំមន់ពូជខ្លះដោយសារតែការងារខ្ញុំច្រើនណាអញ្ចឹងចាំមន់ពូជគឺយើងស៊ីប្រភេទនេះគឺល្អសម្រាប់មន់កូនមន់យកមួយខែកន្លះឡើងទៅវាស៊ីទៅវាឆាប់ធំល្អនេះគឺជាសកម្មភាពមួយដែលមន់វាចូលចិត្តស៊ីអាទៅបណ្ដោះហ្នឹងណាកុំឲ្យបណ្ដោះវែងពេកណាបណ្ដោះសល្មមវាចេញប្រឡូកតិចហ្នឹងគឺប្រូតេអ៊ីនល្អមកស៊ីឆាប់ធំថតល្អទៀតអញ្ចឹងបងប្អូនបណ្ដោះស្រូវទៅខ្ញុំបញ្ជាក់ទៀតណាបណ្ដោះស្រូវបានច្រើនសម្រាប់ពាន់មន់របស់យើងណាបើយើងគ្មានដង្កូវគ្មានចលែនក្រហមទេយើងបណ្ដោះស្រូវទៅហើយយើងធ្វើឲ្យមន់វាធំធាត់បានល្អហើយសាច់លឿងល្អណាស់មើលបងប្អូនសាច់លឿងដល់លឿងហ្មងហាន់ណែនហ្មងសាច់វាឡើងហាប់អត់មានពួកទេអញ្ចឹងបងប្អូនធ្វើវានឹងទៅហើយអ្វីដែលសំខាន់គឺបងប្អូនលេបន្លែឲ្យបានច្រើនបើមិនជាបងប្អូនមានស្មៅលេស្មៅមានចកលេចកទៅអញ្ចឹងធ្វើឲ្យមន់របស់យើងឲ្យធំធាត់បានល្អហើយវាអត់ងាយចូលជំងឺទេបងប្អូនចេះថែទាំត្រង់បានស្អាតហើយមិនមាន
អាចមន់ច្រើនយើងសាកបោះទៅមកតែយកបោះ2 ដងទៅឬបើយើងរវល់បើយើងសនេយើងបោះរាល់ថ្ងៃទៅក៏កាន់តែល្អដែរមកសាច់ពួកវាទៅលឿងល្អណាស់អញ្ចឹងវាចូលចិត្តស៊ីណាសាច់ម្ដងសហ្នឹងគឺមន់ដាក់ប្រហែលស៊ីទាំងអស់អត់មានចាំអីចាប់អឡោះកាយទេអត់ទេគឺវាចូលចិត្តស៊ីអញ្ចឹងត្រង់របស់ខ្ញុំគឺខ្ញុំធ្វើ1 ម៉ែត្រ 4 ចុង 1 ម៉ែត្រ 4 ចុងដាក់ថតតាមហ្នឹងទៅ1 ម៉ែត្រ 4 ចុងដាក់មន់ដបចុះក្រោមណាប៉ុណ្ណឹងដាក់ដបចុះក្រោមនេះប្រភេទនេះត្រង់ធំរបស់ខ្ញុំនេះដាក់វិចសំទៅគេទៅប្រយោជន៍ចេញពីត្រង់កម្ដៅមកទេដោយសារតែខ្ញុំរវល់ពេកបានដកចេញពីត្រង់កម្ដៅមកណាអញ្ចឹងទៅដកមកបានប្រហែល2 ថ្ងៃទេយុវាចាប់ពីនេះ1 ខែកន្លះណាអាយុវា1 ខែកន្លះឡើងទៅហើយដោយសារតែខ្ញុំរវល់បានដកចេញពីនឹងដាក់លើត្រង់ធំនេះក៏1 ខែជាងដែរមេសនោះទៅไปដាក់ចូលមកទេមេពូជយកទៅយកចូលមកអញ្ចឹងយើងដាក់វាខាន់ចឹងទៅដើម្បីឲ្យវាស៊ីបានគ្រប់គ្រាន់ហើយថតល្អបើសិនយើងអត់ចេះធ្វើចឹងទេគឺយើងបរាជ័យហើយដោយសារតែមន់ស៊ីអត់គ្រប់គ្រាន់ហើយវាចាប់ឡាបគ្នាហើយអញ្ចឹងយើងធ្វើម៉េចដើម្បីកុំឲ្យមន់វាចាប់ស្លាប់គ្នាយើងត្រូវតែចេះធ្វើត្រង់ខាន់ដើម្បីយើងជួយវាសម្រួលវាកុំឲ្យវាមានការស្ទះចាក់គ្នាពួកនេះគឺខ្ញុំលើកឡើងត្រង់ដែរទេអាយុវាបាន3 ខែហើយ10 ជាងទេមន់នេះក្នុងផ្សេងខ្ញុំបានច្រើនក្នុងនេះខ្ញុំបាន10 ជាងលក់បដាហើយធំចាប់លក់បដាដោយសារតែអតិថិជនគាត់មកបដាណាអានេះសម្បំពន់សម្រាប់ឲ្យចូលឆ្នាំខ្មែរទេហើយមកខ្ញុំក៏អស់មន់ខ្សែដែរចូលឆ្នាំខ្មែរហើយគឺអស់ហើយតែមន់ពូជទៅស្ទាវទេគឺវាស៊ីច្រើនពួកហ្នឹងវាស៊ីច្រើនណាស់យើងដាក់ធ្វើយ៉ាងទៅវាស៊ីដើម្បីពេញពេលល្អហើយអ្វីដែលសំខាន់គឺយើងត្រូវតែចេះថែទាំវាដាក់ទឹកឲ្យបានគ្រប់គ្រាន់ដោយសារតែខែនេះក្តៅហើយយើងសាកបាញ់ទឹកលើដំបូលដើម្បីកុំឲ្យវាមានការក្តៅខ្លាំងពេកធ្វើឲ្យស្ទះខ្យល់មន់ងាប់ណាអញ្ចឹងនៅក្នុងត្រង់គឺយើងត្រូវបាញ់ទឹកវាមួយថ្ងៃម្ដងទៅក្នុងម៉ោង10យើងបាញ់វាទៅវាបានត្រជាក់បាន2 ម៉ោងដែរអញ្ចឹងយើងត្រូវតែចេះថែទាំការបំរែបំរួលអាកាសធាតុក្តៅខ្លាំងពេកនៅខាងខ្ញុំនេះក្តៅថ្ងៃឡើងដល់41 អង្សាយើងត្រូវតែបាញ់លើដំបូលបាញ់ឲ្យវាសើមត្រង់មន់សាច់មន់គឺយើងត្រូវតែបាញ់វាដែរបាញ់មន់ឲ្យវាសើមឡាបទៅឲ្យវាចាប់សិតហូមទៅវាត្រជាក់ដែរអញ្ចឹងកុំភ័យថាវាផ្លាស់សាយគឺវាផ្លាស់សាយទេណាវាធម្មតាទេព្រោះអីយើងត្រូវចេះថែទាំវានៅសល់តិចទេព្រោះអីខ្ញុំអត់មានការប្រកាសបានច្រើននៅសារលោកវិញនៅខាងនេះច្រើនពេកហើយអ្វីដែលសំខាន់គឺយើងចេះថែទាំវាពីច្រើនយើងថែទាំវាទៅនេះគឺជោគជ័យរបស់យើងហើយអញ្ចឹងអ្វីដែលសំខាន់យើងត្រូវតែចេះដាក់រៀបចំវាណាទូធំដាក់មួយគ្នាបានអាហ្នឹងគឺជាការជោគជ័យរបស់យើងហើយសំខាន់មន់កុំឲ្យចិត្តស្លាប់គ្នាហូមជ័យប៉ុណ្ណាបើសិនជាយើងអត់ចេះថែទាំគឺចិត្តគ្នាងាប់អស់ហើយអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានតាមដាននៅវីដេអូមួយនេះហើយខ្ញុំក៏ចិត្តដល់ទីបញ្ចប់ដែរខ្ញុំក៏អរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដាននិងជួយ Subscribe នៅ Channel របស់ខ្ញុំហើយក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាដែរដែលបានអត់ដែលបានអាប់ឡូតវីដេអូជូនបងប្អូនឲ្យតាន់ពេលវេលាទេដោយសារតែរវល់មានការងារច្រើនពេកហើយខ្ញុំនឹងខំធ្វើវីដេអូគឺយើងធ្វើវីដេអូមួយចែកជូនបងប្អូនហើយបងប្អូនមានចម្ងល់អីអាចខមមិននៅក្នុងក្រោមវីដេអូនេះបានណាខាងក្រោមវីដេអូនេះខ្ញុំនឹងឆ្លើយតបនឹងសំណួរហើយខ្ញុំនឹងចេញថតជាវីដេអូឲ្យបងប្អូនទាំងអស់គ្នាមើលអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយពីដើមរហូតដល់ចប់វីដេអូមួយមានប៉ុណ្ណឹងទេអរគុណច្រើនហើយបាយជួបគ្នានៅវីដេអូក្រោយ